នេះបរិវេណនៅមកជុំវិញនេះគឺជាបរិវេណដែលគៀកជាមួយនឹងទេទឹកពុះខេត្តកំពង់ស្ពឺអញ្ចឹងខ្ញុំដើរមើលមកជុំនៃដីដែលស្ថិតនៅប្រហែលជា100ម៉ែត្រពីគ្នានៃតំបន់ទេទឹកពុះដែលផុសចេញពីក្នុងដីមកមានសីតុណ្ហភាពរហូតដល់100ជាងអង្សាខ្ញុំលូកដៃទៅក្តៅហើយក៏ក្តៅហើយក៏ដូចរៀងឡងអញ្ចឹងខ្ញុំមើលមកជុំនេះសិនបាទមើលមកជុំនេះសិនទឹកនេះក្តៅអត់មើលទៅអត់ទេតិចតាអ៊ុនតាមើលដល់រត់ទឹកម្ដុំនេះមើលនេះទេទឹកពុះពីនេះទៅដល់នោះប្រហែលជាខ្ទង់100ម៉ែត្រចុះ100ម៉ែត្រចុះអញ្ចឹងហេតុអីបានទឹកចេញតាមមកថ្លុកតំបន់នេះថ្មនឹងគៀកហើយដីសន្តានដូចគ្នាគឺសលបាយដូចស្មៅអញ្ចឹងខ្ញុំរទឹក50ម៉ែត្រពីគ្នាខ្ញុំរមើលហើយទឹក50ម៉ែត្រពីគ្នាទៅជាស្រាប់ជាស្រាប់ក៏ប៉ុន្តែមូលហេតុអីបានជាក្តៅតានៅតំបន់ទេទឹកពុះហើយដើមឈើដែលដុះជុំវិញនេះគឺសម្បូរដោយកសាំងដូចជាកាកសាំងមើលសើដើមកសាំងហើយទៀបរឹមខ្ញុំឆ្ងល់ថាសន្តានដីនិងទីតាំងគៀកហើយនឹងមិនឆ្ងាយគ្នាប្រហែលទេហេតុអីបានជាកន្លែងហ្នឹងបានចេញមកទឹកវាក្តៅណាចេញមកទឹកពីក្នុងដីវាក្តៅអានេះទឹកដែលគាត់ប្រើឲ្យស្តុបនៅនឹងនេះហើយនៅក្បែរគ្នាប្រហែល100ម៉ែត្រទឹកជែកតែមកក្លុកកន្លែងនេះគឺវាក្តៅស្មើគ្នាហើយជុំវិញខាងនោះព្រៃអាស័យលើយើងចូលមកដល់ក្នុងតំបន់ទេទឹកពុះទឹកដីទឹកសន្តានដីសបើគាត់អាចត្រាំបានបើតាមជំនឿគឺយើងអាចប្រើទឹកនឹងដើម្បីព្យាបាលជំងឺផ្សេងតាមវិទ្យាសាស្ត្រក៏យើងនេះដែរព្រោះយើងអាចទឹកត្រជាក់និងទឹកក្តៅគឺមានអត្ថប្រយោជន៍នៅក្នុងការព្យាបាលស្ពឹកសរសៃសពូនអីផ្សេងណាសម្រួលដល់ចលនារាងកាយនេះឥឡូវខ្ញុំមកដល់ទីតាំងហើយដង្ហើមទឹកដែលពុះហើយក្តៅខ្លាំងដែលចេញមកច្រើននៅតំបន់នេះអញ្ចឹងកន្លែងដែលចេញទឹកច្រើនគឺរាងជ្រៅបន្តិចណា100ជាងអង្សាក្តៅជាង100ជាងអង្សាតបមកបានមានដង្ហើមទឹក2 3ដែលចេញមក1 2 3ហើយ